ណាយើងចង់ធ្វើ live on off បែបហ្នឹងជា toggle button អញ្ចឹងយើងទៅរករូបភាពសិនរូបភាពខ្ញុំយកអាធំខ្ញុំមានពូលរបស់ខ្ញុំហ្នឹងគឺបាទនេះ live ណា copy paste ហើយខ្ញុំមានតូចខ្ញុំទៅយកអា button តូច16បានហើយវាមានពណ៌សហើយនិងពណ៌លឿងអូខេបាទហើយខ្ញុំ paste នៅក្នុងទៅតាមម្ដងខ្ញុំបង្កើត form មួយថ្មីគឺ live ណា finish អញ្ចឹងខ្ញុំយក toggle button 2ណា1 2អញ្ចឹង toggle button នេះទុកក៏យើងត្រូវតែដាក់ចូលក្នុង group ដូចគ្នាដែរណាគឺយើងត្រូវមាន button group ដូចគ្នាណា button group ណាយើងគឺ button group ឃើញទេហើយនឹង toggle button អញ្ចឹងយើងយកពីរនេះដាក់ចូលនេះតោះណា select មកដាក់ button group អាលើនេះយើងឲ្យវាបន្តខ្ញុំដាក់វាយកពណ៌សbutton white ហើយនេះ button yellow ណាចឹងនេះខ្ញុំដាក់ថា off ហើយនេះ on ចឹងណាចឹងខ្ញុំយក label មួយដល់ label ហើយ label ហ្នឹងយើងត្រូវតែដាក់ border វាទៅឲ្យវាស្អាតតិចយក border ធម្មតាមកបានហើយ line border អញ្ចឹងទៅណាហើយយើងអត់ត្រូវការអក្សរទេយើងឲ្យឈ្មោះវាថាជា LBL line ណាបាទប៉ុន្តែ default របស់វាពេល load មកដំបូងហ្នឹងគឺវា icon របស់វាគឺអីគឺមានន័យថាវា off មិនដឹងហ៎វា off មែនអត់បាទពីព្រោះអីពីព្រោះវាហើយយើងដាក់ឲ្យវា center មកឲ្យវាចំកណ្ដាលគឺធម្មតាណាអញ្ចឹងយើង right click លើនេះ event action perform ណាអញ្ចឹងក្នុងករណីដែលយើង select យកអាមួយហ្នឹងមានន័យថាម៉េច URL ស្មើនឹង get class get resource អាហ្នឹងគឺ line អី line off មែនណា file នឹងឈ្មោះអីអាហ្នឹងនេះ line off sorry png ណែណា icon ស្មើ new image icon URL LBL line set icon ណែណា right click fix import ណាហើយដូចគ្នាអញ្ចឹងដែរ action perform គឺ URL ស្មើនឹង get class get resource line on png ណា icon ស្មើនឹង new image icon URL line set icon ចឹងហ៎ okay good right click run តហេតុអីបានជាអាមួយនេះវាអត់ default ឲ្យវាតាមពិត default run មកវាdown ស្អីអូនោះវងហើយខុសហើយឃើញ error ទេបាទមូលហេតុអីហើយមូលហេតុអីបានជាវា error គឺវាថា
null pointer ឃើញទេហាត់ឲ្យបានវារកមិនឃើញរកមិនឃើញដោយសារតែ line នេះគឺទៅសេ th យើងមិននឹងសេ at ទេ th ត្រូវអានេះ th អញ្ចឹង line យើងសរសេរខុសនេះ line នេះសរសេរខុសយើងវាមិនបកកែអង់គ្លេសណា off ត្រូវដល់ពេល on បាទពូនោះដូចជាធំតូចហ្នឹងណាអញ្ចឹងយើងឲ្យ default វា off គឺយើងត្រូវដាក់ដូរយើង set ក្នុង property ក៏បានយើង set ក្នុង property ដាក់ឲ្យវា selected ក៏បានណា selected កន្លែងនេះក៏បានហ៎ដល់ណាប៉ុន្តែឬក៏យើងអាចសរសេរក្នុង code យើងសរសេរនៅក្នុង constructor ពីក្រោយ init component អានោះគឺ change toggle button 1 set selected true ណាណាចេញយើង run ទៅ true ណាអូខេណាបាទអូខេចា